បាទគ្រប់ជំរាបសួរលោកគ្រូហើយនិងបណ្ឌិតទាំងអស់គ្នាខ្ញុំបាទផៃសុផលមកពីថ្នាក់កគ្រូនិស្សិតមកពីថ្នាក់កថ្ងៃនេះខ្ញុំនឹងមកបកស្រាយបន្តនៅមេរៀនបន្ទាប់ដែលពីប្រហែលថ្ងៃមុនគឺខ្ញុំបានបកស្រាយមកស្រាយអញ្ចឹងឥឡូវនឹងជាមេរៀនដែលត្រូវបកស្រាយបន្តទៀតបាទអញ្ចឹងសូមចូលរួមជាមួយនឹងការបកស្រាយនិងការធ្វើបទបង្ហាញបកស្រាយមេរៀនរបស់ខ្ញុំទាំងអស់គ្នាបាទបាទអញ្ចឹងនេះជាប្រធានបទទី2ដោយសារថ្ងៃមុនខ្ញុំបានធ្វើប្រធានបទមួយហើយជាប្រធានបទបន្ទាប់បាទអញ្ចឹងប្រធានបទថ្ងៃនេះយើងនឹងនិយាយពីការវាយតម្លៃអឺការវាយតម្លៃតាមដំណាក់ដោយផ្អែកលើការវាយតម្លៃបញ្ចប់ហើយអឺភាសាអង់គ្លេសក៏ឲ្យឈ្មោះថា summative based for material assessment អញ្ចឹងស្លាយបន្ទាប់គឺខ្ញុំមានវត្ថុបំណងដូចសារមុនទៀតបាទអញ្ចឹងនៅក្នុងវត្ថុបំណងហ្នឹងគឺខ្ញុំមានពីរចំណុចទីមួយហ្នឹងគឺយល់ដឹងពីការវាយតម្លៃតាមដំណាក់ដោយផ្អែកលើការវាយតម្លៃបញ្ចប់ដូចជាការធ្វើតេស្តអីចឹងទៅក្នុងគោលបំណងអឺកែលម្អការបង្រៀននិងរៀនរបស់យើងបន្ទាប់ពីយើងរៀនមេរៀននឹងចប់បាទអញ្ចឹងចំណុចបន្ទាប់ទៀតគឺចេះប្រើប្រាស់លទ្ធផលវាយតម្លៃដើម្បីរៀបចំផែនការអឺឡើងវិញហ្នឹងបន្ទាប់ពីយើងរៀនមេរៀនហ្នឹងហើយយើងនឹងចេះប្រើប្រាស់លទ្ធផលដែលយើងបានពីសិស្សមកហ្នឹងដើម្បីរៀបចំផែនការការបង្រៀនរបស់យើងហ្នឹងឡើងវិញបន្ទាប់ពីយើងបានវាយតម្លៃដូចជាការធ្វើតេស្តរបស់សិស្សអីចឹងជាលទ្ធផលរបស់សិស្សហ្នឹងចឹងចូលមកដល់ចំណុចបន្តគឺខ្ញុំមានតែមាតិការបស់ខ្ញុំមាន4ចំណុចចំណុចទី1គឺសេចក្តីផ្ដើមចំណុចទី2ប្រភេទនៃការវាយតម្លៃដោយផ្អែកលើការវាយតម្លៃបញ្ចប់ហើយទី3ហ្នឹងគឺការផ្ដល់មតិត្រឡប់ទី4គឺការកែលម្អការបង្រៀនចឹងចូលជាមួយនឹងខ្ញុំតទៀតថាវាមានអីតទៀតនៅក្នុងមេរកាហ្នឹងបាទចូលមកដល់សេចក្តីផ្ដើមគឺថាការវាយតម្លៃតាមដំណាក់ដោយផ្អែកលើការវាយតម្លៃបញ្ចប់បាទសាមគ្គី platform material assessment ហ្នឹងគឺជាការយកលទ្ធផលដែលទទួលបានពីកិច្ចការធ្វើតេស្តផ្សេងបានទទួលបានពីកិច្ចការធ្វើតេស្តផ្សេងពិសេសហ្នឹងមកធ្វើជាមូលដ្ឋានគ្រឹះបាទមកធ្វើជាមូលដ្ឋានគ្រឹះក្នុងការកំណត់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់សិស្សដើម្បីសម្រេចចិត្តថាត្រូវបង្រៀនបន្តអ្វីបន្តទៀតបាទសេចក្តីដើមគឺការវិតម្លៃតាមដំណាក់ផ្អែកលើការវិតម្លៃបញ្ចប់ហ្នឹងគឺជាការមើលទៅលើលទ្ធផលរបស់សិស្សកិច្ចការរបស់សិស្សតាមរយៈតេស្តផ្សេងកិច្ចការផ្ទះផ្សេងអីចឹងទៅហើយយើងយកមកកែមកយើងដឹងថាសិស្សគិតខ្សោយចំណុចណាអីចំណុចណាអីចឹងយើងត្រូវបន្តរៀនវិធីណាទៀតយើងត្រូវវិធីណាដើម្បីរៀនទៀតអាហ្នឹងគឺជាវិលវងអញ្ចឹងដើម្បីយើងថាសិស្សខ្សោយបែបម៉េចគាត់ចេះបែបម៉េចដើម្បីយើងនឹងកែលម្អការបង្រៀនរបស់យើងទៅកាន់សិស្សឲ្យមានប្រសិទ្ធភាពជាងមុនបាទហ្នឹងគេហៅថាការវិតម្លៃតាមដំណាក់ដោយផ្អែកលើការវិតម្លៃបញ្ចប់ចំណុចបន្ទាប់នោះគឺហ្នឹងហើយប្រភេទនៃការវិតម្លៃអឺដោយផ្អែកលើការវិតម្លៃបញ្ចប់បាទយើងនិយាយពីហ្នឹងតទៀតបាទអញ្ចឹងប្រភេទនៃការវិតម្លៃដោយផ្អែកលើការវិតម្លៃបញ្ចប់ហ្នឹងគឺមានច្រើនចំណុចបាទអញ្ចឹងខ្ញុំសូមរៀបរាប់ដូចតទៅបាទអញ្ចឹងចំណុចទី1ហ្នឹងគឺយើងមានលំហាត់រចនាសម្ព័ន្ធនិងបូរ៉េតេស្តហើយលំហាត់រចនាសម្ព័ន្ធនិងបូរ៉េតេស្តហ្នឹងវាមានន័យថាម៉េចបាទគឺខ្ញុំមានជាឧទាហរណ៍មានជាយមន័យរបស់វាដើម្បីស្រែកបំភ្លឺថាក្នុងចំណុចនីមួយៗហ្នឹងគឺវាមានន័យថាម៉េច
ហើយគេប្រើវាថាម៉េចចឹងទៅបាទអញ្ចឹងនិយមន័យរបស់វាហ្នឹងគឺជាកិច្ចការដែលបានរៀបចំទុកមុនដើម្បីពិនិត្យមើលចំណេះដឹងមុនដំបូងឬអាជំនាញជាក់លាក់ណាមួយឧទាហរណ៍គ្រូឲ្យសិស្សធ្វើបុរេតេស្តមុនចាប់ផ្ដើមមេរៀនថ្មីដើម្បីដឹងថាត្រូវសង្កត់ធ្ងន់លើចំណុចណាខ្លះដែលសិស្សមិនទាន់ចេះចឹងមានន័យថាមុនចាប់ផ្ដើមមេរៀនក៏ដោយឬក៏ក្នុងកលៈទេសៈណាមួយក៏ដោយដែលយើងគិតថាយើងអាចប្រើបុរេតេស្តនឹងបានណាគឺយើងប្រើដើម្បីតេស្តដោយការតេស្តតាមរយៈផ្សេងអីចឹងតេស្តទៅយើងដាក់លំហាត់ទៅយើងដឹងថាសិស្សយើងចេះបានប៉ុន្មានយើងដាក់សំណួរទៅគាត់ឆ្លើយបានប៉ុន្មានគាត់ធ្វើត្រូវបានប៉ុន្មានគាត់ធ្វើខុសប៉ុន្មានអញ្ចឹងយើងនឹងដឹងចំណុចខ្សោយរបស់ពួកគាត់ថាគាត់នៅខ្វះខាតថ្ងៃណាយើងនឹងសង្កត់មើលរៀនកន្លែងហ្នឹងនៅពេលដែលយើងរៀនណាបាទចំណុចបន្ទាប់គឺជាចំណុចតបាទប្រភេទនៃការវិតម្លៃផ្អែកលើការវិតម្លៃបញ្ចប់ហ្នឹងគឺចំណុចតគឺចំណុចទី2កិច្ចការផ្ទះនិងកិច្ចការក្នុងថ្នាក់បាទកិច្ចការផ្ទះនិងកិច្ចការក្នុងថ្នាក់ហ្នឹងវាមិនបាទចាំមើលជាមួយខ្ញុំតទៀតទៅនិយមន័យគឺជាការឲ្យសិស្សអនុវត្តបន្ថែមនៅអ្វីដែលបានរៀនដើម្បីពង្រឹងសមត្ថភាពនិងឲ្យគ្រូពិនិត្យមើលការរីកចម្រើនរបស់សិស្សម្នាក់ឧទាហរណ៍គ្រូដាក់កិច្ចការផ្ទះឲ្យសិស្សធ្វើរួចយកទៅកែក្នុងថ្នាក់ដើម្បីបង្ហាញពីកំហុសទូទៅដែលសិស្សជួបប្រទះបាទអញ្ចឹងកិច្ចការផ្ទះនិងកិច្ចការក្នុងថ្នាក់ហ្នឹងវាមិនខុសគ្នាទេបាទខ្ញុំគិតថាកិច្ចការផ្ទះហ្នឹងគឺយើងបានដាក់កិច្ចការផ្ទះឲ្យសិស្សធ្វើហើយនៅពេលដែលសិស្សធ្វើរួចយើងយកមកកែនៅក្នុងថ្នាក់យើងអាចឲ្យសិស្សឡើងកែលំហាត់របស់ពួកគាត់នឹងក៏បានដែរឡើងកែលើក្តារខៀនជំនួសយើងហើយយើងនឹងវាយតម្លៃនៅក្នុងការធ្វើលំហាត់របស់គាត់នឹងឲ្យគាត់ឡើងធ្វើលើក្តារខៀនឬក៏យើងកែក្នុងសៀវភៅហើយយើងនឹងដឹងចំណុចខ្សោយហើយយើងនឹងពន្យល់ប្រាប់គាត់នៅក្នុងម៉ោងរៀនហ្នឹងទៅនឹងបន្ទាប់ពីយើងដាក់កិច្ចការផ្ទះឲ្យគាត់ហើយអញ្ចឹងមានន័យថាសកម្មភាពហ្នឹងមានមួយកិច្ចធ្វើកិច្ចការនៅផ្ទះមួយទៀតកិច្ចការនៅក្នុងថ្នាក់បន្ទាប់ពីយើងដាក់មេរៀនឲ្យគាត់ហើយយើងដាក់លំហាត់ឲ្យគាត់ធ្វើហើយអីចឹងនៅផ្ទះអញ្ចឹងណាមកវិញគឺយើងកែក្នុងថ្នាក់វិញម្ដងដើម្បីវាតម្លៃហើយឲ្យដឹងថាសិស្សហ្នឹងគឺគាត់ពូកែត្រង់ណាគាត់ខ្វះការត្រង់ណាដើម្បីឲ្យគាត់ហ្នឹងប្រឹងរៀនកន្លែងហ្នឹងឡើងវិញហើយយើងក៏កែតម្រូវការបង្រៀនរបស់យើងទៅកាន់សិស្សវិញដូចគ្នាបាទចំណុចបន្ទាប់ចំណុចតទៀតបាទចំណុចតទៀតគឺចំណុចទី3សំណួរខ្លីៗនិងសំណួរតេស្តបាទវាមានន័យថាម៉េចសំណួរខ្លីៗនិងសំណួរតេស្តគឺជាការប្រើប្រាស់តេស្តខ្លីៗដើម្បីទទួលបានព័ត៌មានពីការអនុវត្តចំណេះដឹងរបស់សិស្សក្នុងពេលបច្ចុប្បន្នឧទាហរណ៍ក្រោយរៀនចប់គ្រូឲ្យសិស្សធ្វើតេស្ត10នាទីបើលទ្ធផលបង្ហាញថាសិស្សភាគច្រើនធ្លាក់គ្រូនឹងរៀបចំពិធីបង្រៀនចំណុចនោះឡើងវិញក្នុងចំណុចនេះគឺគេបានន័យថាបន្ទាប់ពីយើងរៀនចប់មេរៀនមកមេរៀនមួយឬក៏មួយចំពោះមេរៀនអីចឹងទៅចាប់មេរៀនមួយអីចឹងទៅគាត់នឹងដាក់លំហាត់ឲ្យធ្វើតាមទម្រង់ផ្សេងហ្នឹងទៅ10នាទី20នាទីអីឬក៏កន្លះម៉ោងអីឬក៏ធ្វើតាមអ្នកអីដើម្បីដាក់តេស្តបន្ទាប់ពីចាប់មេរៀនហ្នឹងទៅដើម្បីដឹងថាគាត់នឹងប្រកែត្រង់ណាគាត់ខ្សោយត្រង់ណាវាមិនខុសពីចំណុចមុនមែនដែរវាផាគ្នាគាត់ថាយើងដាក់10នាទីឲ្យគាត់ធ្វើដើម្បីតេស្តបន្ទាប់ពីចប់ម៉ោងរៀនទៅថាហើយយើងចាំមើលលទ្ធផលទៅថាសិស្សមួយថ្នាក់ឧទាហរណ៍ថា30នាក់អញ្ចឹងបើសិនជាធ្លាក់25នាក់ទៅ20នាក់អីបានន័យថាសិស្សគាត់ទទួលចំណេះដឹងបាននៅខ្សោយអញ្ចឹងយើងត្រូវអាចជាពង្យល់បន្ថែមទៀតពង្យល់បន្ថែមនៅចំណុចដែលយើងបានវាយតម្លៃគាត់ពីមុនមកថាពួកគាត់នៅខ្វះខាតត្រង់ណាវាយតម្លៃតាមតេស្ត10នាទីហ្នឹងមិញហ្នឹងដែលថាគាត់នៅខ្វះខាតត្រង់ណាគឺយើងពង្យល់ថែមទៅលើចំណុចហ្នឹងបន្ថែមទៀតយល់ឡើងវិញបន្ថែមទៀតតើគាត់អាចទទួលយកបានគាត់អាចយល់អីចឹងទៅហ្នឹងគឺជាអត្ថប្រយោជន៍សំណួរខ្លីៗនិងសំណួរតេស្តដើម្បីធ្វើតេស្តមើលថាសិស្សគាត់ដឹងអត់គាត់ប្រកែបានប៉ុន្មានបន្ទាប់ពី
គាត់ចប់មេរៀនតែបើមិនប្រកែទេnóធ្លាក់អស់ច្រើនគឺយើងត្រូវតែអឺបង្រៀនគាត់ឡើងវិញបង្រៀនគាត់ឡើងវិញបាទឬក៏យើងមានវិធីសាស្ត្រអីផ្សេងទៀតដើម្បីឲ្យគាត់អឺយល់ថាម៉េចគោលដៅរបស់យើងដើម្បីឲ្យគាត់យល់នៅមេរៀនមួយហ្នឹងបន្តបញ្ចប់មេរៀនអាហ្នឹងជាសំណួរខ្លីៗជាសំណួរតេស្តហ្នឹងវាជាយុទ្ធសាស្ត្រដើម្បីវាយតម្លៃចំណេះដឹងរបស់សិស្សបន្ទាប់ពីចប់ការបង្រៀនចូលដល់ចំណុចបន្ទាប់របស់ខ្ញុំហ្នឹងគឺការផ្ដល់មតិត្រឡប់ការផ្ដល់មតិត្រឡប់ហ្នឹងវាមានន័យថាម៉េចការផ្ដល់មតិត្រឡប់ហ្នឹងដែលយោងតាមទ្រឹស្ដីរបស់លោកធ្វើ tag បាទបាទទាំង3ជំហានដែលគ្រូបង្រៀនគួរតែត្រៀមទុកជាមុនដើម្បីដើម្បីឲ្យការផ្ដល់មតិត្រឡប់ទៅកាន់សិស្សមានប្រសិទ្ធភាពគឺ3ជំហានហ្នឹងគឺយើងត្រូវដឹង3ជំហានហ្នឹងដើម្បីថាយើងផ្ដល់មតិត្រឡប់ទៅកាន់សិស្សហ្នឹងឲ្យមានប្រសិទ្ធភាពទៅទី1គឺការយល់ពីលទ្ធផលរំពឹងទុកនៃការសិក្សាដឹងកំដឹងពីកំហុសរបស់សិស្សដែលអាចនឹងកើតមានឡើងបង្កើតគំនិតក្នុងការផ្ដល់មតិត្រឡប់អញ្ចឹងយល់ពីលទ្ធផលរំពឹងទុកនៃការសិក្សាហ្នឹងមានន័យថាគឺយើងដឹងមេរៀនមុនបន្ទាប់ពីយើងឆ្លងកាត់ការធ្វើតេស្តឆ្លងកាត់ការបង្រៀនមកយើងដឹងថាសិស្សរបស់យើងខ្សោយចំណុចណាបកកាយចំណុចណាអញ្ចឹងហ្នឹងគឺជាការយល់លទ្ធផលរំពឹងទុកមុនបានន័យថាយើងនឹងដឹងហើយថាសិស្សយើងត្រូវបានប៉ុន្មានពួកអីយើងបានឆ្លងកាត់ការធ្វើតេស្តការធ្វើសំណួរផ្សេងមកហើយអញ្ចឹងនៅក្នុងចំណុចទី1ហ្នឹងអញ្ចឹងហ្នឹងយើងត្រូវដឹងមុនអញ្ចឹងដើម្បីងាយស្រួលផ្ដល់មតិត្រឡប់ដើម្បីត្រៀមទុកមុនផ្ដល់មតិត្រឡប់ទៅកាន់សិស្សដែលទី2គឺដឹងកំហុសរបស់សិស្សដែលអាចកើតមានហ្នឹងចំណុចទី2ហ្នឹងគឺជាចំណុចដែលយើងដឹងហើយថាសិស្សគាត់ខុសគាត់ខ្សោយត្រង់ណាគាត់ខ្សោយត្រង់ណាយើងនឹងដឹងកំហុសឲ្យថាគាត់អាចនឹងកើតមានគាត់អាចនឹងខុសត្រង់ហ្នឹងគាត់ភ័ន្តច្រឡំត្រង់ហ្នឹងអញ្ចឹងយើងត្រូវតែត្រៀមទៅមិនសង្កត់រៀនសង្កត់លើកន្លែងចំណុចដែលគាត់ខុសហ្នឹងចំណុចដែលគាត់នៅខ្សោយចំណុចដែលគាត់នៅខ្វះខាតហ្នឹងតែគាត់ខ្លាំងលើកន្លែងដែលពួកគាត់ភាគច្រើនគឺគាត់ខុសហ្នឹងនៅពេលដែលយើងបង្រៀនចំណុចទី3បង្កើតគំនិតក្នុងការផ្ដល់មតិត្រឡប់បាទយើងនឹងអាចមានគំនិតបង្កើតផ្ដល់មតិត្រឡប់បានហើយបង្កើតគំនិតផ្ដល់មតិត្រឡប់បានតាមរយៈការរៀនរបស់គាត់គឺយើងបានវាយតម្លៃគាត់មកហើយតាមលទ្ធផលផ្សេងដូចជាការធ្វើតេស្តការសួរសំណួរផ្ទាល់អីហ្នឹងគឺយើងដឹងថាគាត់នៅខ្វះខាតត្រង់ណាគឺយើងអាចនឹងមានកំណត់ត្រៀមគឺយើងត្រូវតែត្រៀមទុកមុនដើម្បីផ្ដើមតែត្រឡប់ទៅកាន់សិស្សវិញឲ្យមានប្រសិទ្ធភាពបាទចឹងខ្ញុំសូមចូលចំណុចបន្ទាប់គឺការកែលម្អការបង្រៀនជាការកែលម្អការបង្រៀនហ្នឹងមិនបាច់ចូលមកដល់ចំណុចនេះជំហាននេះហើយការកែលម្អការបង្រៀននេះគឺបានន័យថាយើងឆ្លងកាត់ការវេតម្លៃតាមរយៈលទ្ធផលផ្សេងដែលពិសេសធ្វើតេស្តធ្វើលំហាត់ធ្វើសំណួរអីហ្នឹងប្រចាំមួយខែប្រចាំអាទិត្យអីហ្នឹងឬក៏សំណួរផ្ទាល់មាត់អីនៅក្នុងថ្នាក់ម៉ោងរៀនអីហ្នឹងគឺយើងបានឆ្លងកាត់អស់គឺយើងដឹងហើយថាគាត់ប្រកែត្រង់ណាភាគច្រើនហើយគាត់ខ្សោយត្រង់ណាភាគច្រើននៅក្នុងថ្នាក់អញ្ចឹងចំណុចហ្នឹងគឺយើងត្រូវកែលម្អការបង្រៀនរបស់យើងដើម្បីឲ្យសិស្សធ្វើម៉េចយើងត្រូវតែរុញសិស្សឲ្យទទួលបានលទ្ធផលល្អច្រើនតាមរយៈការវិតម្លៃរបស់យើងហ្នឹងអញ្ចឹងយមន័យការកែលម្អការបង្រៀនហ្នឹងគឺជាការផ្លាស់ប្ដូរវិធីសាស្ត្របង្រៀនយោងតាមលទ្ធផលដែលទទួលបានពីការវិតម្លៃបាទហ្នឹងហើយយើងទទួលបានពីការវិតម្លៃរបស់វិតម្លៃពីសិស្សហ្នឹងហើយយើងដើម្បីតម្លៃរបស់សិស្សតាមរយៈការរៀនផ្ទាល់ការធ្វើតេស្តធ្វើសំណួរផ្សេងហ្នឹងដូចខ្ញុំនិយាយមិញហ្នឹងចឹងឯងបាទគឺ
យើងដឹងហើយថាគាត់ប្រកែដល់ណាយើងគាត់ខ្សោយដល់ណាតាមរយៈការវាតម្លៃរបស់យើងនឹងឆ្លងកាត់មកដំណាក់នឹងបាទចឹងឧទាហរណ៍បើលទ្ធផលតេស្តខ្លីបង្ហាញថាសិស្ស80%ធ្វើខុសលើចំណុចការបូកប្រភេទគ្រូត្រូវសម្រេចចិត្តបង្រៀនចំណុចនោះឡើងវិញនៅម៉ោងបន្ទាប់ដោយប្រើវិធីសាស្ត្រថ្មីបាទបាទខ្ញុំគិតថាការកែលម្អការបង្រៀនហ្នឹងគឺជាចំណុចការកែលម្អការបង្រៀនរបស់យើងហើយគឺយើងត្រូវវាតម្លៃសិនពីលើមកសិនយើងវាតម្លៃមកសិនមកថាវាបែបមិនឆ្លងកាត់តាការតេស្តការអីហ្នឹងមកគាត់ខ្សោយត្រង់ណាហើយយើងវិភាគមើលទៅដូចគេខ្ញុំឧទាហរណ៍មិញហ្នឹងអញ្ចឹងគឺការបូកលេខនេះគឺការបូកប្រភេទគឺនៅខុសច្រើន80%អីអញ្ចឹងនៅម៉ោងក្រោយយើងជាគ្រូត្រូវដូរយុទ្ធសាស្ត្របង្រៀននៅក្នុងម៉ោងរៀនហ្នឹងធ្វើម៉េចឲ្យការអឺបង្រៀនរបស់យើងហ្នឹងកាន់តែមានភាពងាយស្រួលឲ្យសិស្សឆាប់បានហើយយើងដឹងចំណុចខ្សោយរបស់សិស្សហើយថាសិស្សនៅខ្វះខាតដល់ចំណុចណាអញ្ចឹងយើងចង្កត់លើចំណុចហ្នឹងអញ្ចឹងខ្ញុំអាចថាសិស្សអាចនឹងយល់បាទអញ្ចឹងសរុបមកតាំងពីថ្ងៃមុននៅថ្ងៃនេះដែលខ្ញុំមកបកស្រាយហ្នឹងប្រធានបទទី1ដែលខ្ញុំបកស្រាយគឺការវាយតម្លៃអឺនៅក្នុងម៉ោងរៀនហើយចំណុចនេះខ្ញុំបកស្រាយការវាយតម្លៃតាមដំណាក់ផ្អែកលើការវាយតម្លៃបញ្ចប់អញ្ចឹងអាពីរហ្នឹងវាមិនដូចគ្នាទេប៉ុន្តែវាជាគោលដៅតែមួយទេគោលដៅតែមួយដែលគឺយុទ្ធសាស្ត្រពីរផ្សេងគ្នាជាយុទ្ធសាស្ត្រដូចគ្នាទេតែយុទ្ធសាស្ត្រពីរផ្សេងគ្នាដើម្បីស្វែងរកលទ្ធផលរបស់សិស្សព្រោះចំណុចខ្សោយនិងចំណុចខ្លាំងរបស់សិស្សនឹងកែលម្អផ្ដល់មតិទៅដល់សិស្សវិញហើយនឹងកែលម្អការបង្រៀនរបស់យើងវិញអញ្ចឹងអាពីរហ្នឹងគឺវាពាក់ព័ន្ធគ្នាវាមិនដូចគ្នាតែវាពាក់ព័ន្ធគ្នាវាជាយុទ្ធសាស្ត្រពីរផ្នែកផ្សេងគ្នាដើម្បីជំរុញឲ្យការបង្រៀននិងរៀនរបស់សិស្សគឺកាន់តែប្រសើរនិងមានប្រសិទ្ធភាពជាងមុនបាទអញ្ចឹងមកដល់ចំណុចនេះគឺខ្ញុំចប់ហើយលោកគ្រូហើយនឹងមិត្តរួមទាំងអស់គ្នាគឺខ្ញុំចប់ហើយបាទសូមអរគុណច្រើនលោកគ្រូហើយនិងមិត្តរួមទាំងអស់គ្នាបាទ